លំហាត់ទី1ដែលនឹងឲ្យអ្នកទាំងអស់គ្នាធ្វើគឺឈានជើងទៅមុខមួយដាក់ដៃឲ្យពុតបាទចុះឡើងចំពោះអ្នកដែលមានបញ្ហាពិបាកអោនពិបាកពុតខ្លួនពិបាកផ្អៀងផ្អងមានថារឹងគាំងចកេះណែនពិបាកមែនតើនៅក្នុងការបត់បែននៅក្នុងការធ្វើចលនាថ្ងៃនេះខ្ញុំមានលំហាត់ប្រាណមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅផ្ទះដោយខ្លួនឯងងាយស្រួលបំផុតដើម្បីឈានទៅរកលំហាត់ប្រាណថ្មីទៀតលំហាត់ទី1ដែលនឹងឲ្យអ្នកទាំងអស់គ្នាធ្វើគឺឈានជើងទៅមុខមួយដាក់ដៃឲ្យពុតបាទចុះឡើងលំហាត់ទី2គឺយើងបោះជើងទៅមុខដូចគ្នាហើយខ្ទាស់មកចំហៀងហើយពន្យឺតមកខាងនេះបាទខ្ទាស់ទៅមុខមួយប៉ុណ្នេះដាក់ជើងប៉ុណ្ណឹងស្រោចមកពន្យឺតគោលដៅសំខាន់ដែលយើងពន្យឺតគឺយកចំហៀងនិងលំហាត់ទី3ដាក់ប៉ុណ្ណឹងលោកចុះតិចបាទដាក់ប៉ុណ្ណឹងលោកចុះតិចលោកចុះខាងតិចបាទសរុបទៅគឺ4លំហាត់បាទសរុបទៅគឺ4លំហាត់ឲ្យអ្នកទាំងអស់គ្នាអនុវត្តឥឡូវនេះឈានដល់លំហាត់ទី1ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាធ្វើយើងបោះជើងទៅមុខមួយជើងខាងនេះដាក់មកក្រោយប៉ុណ្នេះដៃខាងនេះទម្លាក់ខាងនេះចុះឡើងប៉ុណ្នេះមកបាទ1ឃើញអស់2ទៀត3តោះ4ដើម្បីពន្យឺតនៅផ្នែកចំហៀងហ្នឹងឲ្យធូរឲ្យសាច់ដុំនៅផ្នែកចំហៀងទាំងសាច់ដុំពោះសាច់ដុំចកេះសាច់ដុំពីផ្នែកខាងក្រោយហ្នឹងវាធូរមកដាក់ជើងនេះឲ្យស្មើជើងនេះឲ្យស្មើកុំឲ្យដាក់ចូលមកខាងក្នុងរៀងកថែកបន្តិចដើម្បីឲ្យយើងមានលំនឹងខ្លួនយើងនេះឲ្យត្រង់ដាក់ដៃពីខាងក្រោយមកប៉ុណ្នេះទាញចុះឡើង1ទៀតមក2ទៀតណា3ទៀតណា4ទៀតណា5អស់ទៀត1ទៀតមក7ទៀតមក1ទៀត3អូខេសម្រាប់បាទសម្រាប់ធ្វើមួយហ្នឹងទៅឲ្យជុំហ្មង4ហ្នឹងទៅឲ្យគ្រប់ហ្មងឥឡូវនេះចូលមួយទៀតដាក់ប៉ុណ្ណឹងដូចគ្នាបាទប៉ុណ្ណឹងដូចគ្នាជើងនេះប៉ុណ្នេះរៀងខ្វែងចូលខាងក្នុងបន្តិចមុនប៉ុណ្នេះបាទមួយទៀតខ្វែងចូលខាងក្នុងប៉ុណ្នេះហើយដាក់ប៉ុណ្ណេះទប់មកពន្យឺតវាមកឃើញទេពន្យឺតវាមកដាក់ប៉ុណ្ណឹងខ្វែងប៉ុណ្ណឹងពន្យឺតទប់ឲ្យផ្នែកចំហៀងនេះវាធូរបាទវាធូរតិចដកដង្ហើមវែងទុកចោលទៅ30វិនាទីទៅប៉ុណ្ណឹងអូខេទុកចោលឲ្យ30វិនាទីហើយសម្រាប់បាទហើយសម្រាប់យើងចូលដល់លំហាត់ប្រាណយើងជាបន្តទៀតបាទយើងដាក់ដៃមកយើងពន្យឺតមកខាងនេះដែរដាក់ដៃប៉ុណ្នេះកថែកជើងបន្តិចហើយយើងរេតិចសិនបាទប៉ុណ្នេះទប់ប៉ុណ្នេះខ្ញុំពន្យឺតមកខាងនេះដដែលហើយទប់ចោលបាទ30វិនាទីដែរទុកចោល30វិនាទីដែរអូខេបាទនេះលំហាត់ទី3ឥឡូវនេះយើងសម្រាកបន្តិចឈានចូលដល់លំហាត់ទី4ដូចគ្នាដាក់ជើងប៉ុណ្ណឹងមកប៉ុណ្ណឹងហើយយើងអន់ចុះតិចមក1ទៀត2ទៀតណា3ទៀតណា4ទៀតណា5ទៀតណា1ទៀតណា7ទៀតណា8បាទមកជុំយើងធ្វើ4អ្នកទាំងអស់គ្នាអាចធ្វើមួយហើយរំលងទៅមួយទៀតក៏បានដែរឥឡូវនេះខ្ញុំឈានចូលដល់លំហាត់សារដើមរបស់យើងជាថ្មីដាក់ជើងទៅមុខមួយជើងនេះកុំឲ្យដាក់ទៅទឹមគ្នារៀងកថែកបន្តិចទៅមុខមួយប៉ុណ្ណឹងមកបាទហើយខ្ញុំដាក់ដៃខាងនេះហើយខ្ញុំពន្យឺត
មកមួយទៀតពីរទៀតណា3ទៀតមក4ទៀតមក5ទៀតមក6ទៀតមក7ទៀតមក8អូខេសម្រាប់បាទសម្រាប់គ្រប់8ហើយសម្រាប់ខ្ញុំចូលដល់លំហាត់ទី2លំហាត់ទី2របស់យើងជើងប៉ុណ្ណឹងជើងខាងក្រោយនេះរៀងទេបន្តិចប៉ុណ្ណឹងមកប៉ុណ្ណឹងហើយដៃមួយនេះដាក់ពីខាងលើពុតមកខាងនេះធ្វើតាមដែលអាចធ្វើទៅបានកុំបង្ខំបាទបើសិនជាពិបាកពេកកុំធ្វើអីបាទធ្វើតិចសិនឥឡូវយើងចូលដល់លំហាត់របស់យើងឃើញទេខ្ញុំដាក់ទប់ប៉ុណ្នេះពុតយឺតមកខាងនេះហ៎ធូបាទធូតោះទប់មក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ធូរស្រួលបាទតោះអូខេសម្រាប់ចូលដល់លំហាត់ទី2ឥឡូវនេះចូលដល់លំហាត់ទី3បន្តដដែលគឺគោលដៅរបស់យើងនឹងផ្ដោតសំខាន់តែម្ដុំចង្កេះនឹងទេឲ្យវាមាំឲ្យវាធូរមកវិញតោះឥឡូវនេះយើងប្រើនឹង Roman chair នេះទៀតទប់ប៉ុណ្នេះខ្ញុំលូកចុះបាទដាក់ជើងប៉ុណ្ណឹងមកហើយខ្ញុំលូកចុះបាទជើងនេះប៉ុណ្នេះទប់ប៉ុណ្នេះខាងនេះរៀងឲ្យរៀងលាតម្លាក់ចុះតោះទុកចោល20ឬ30វិនាទីបាទសម្រាប់ប៉ុណ្ណឹងឥឡូវនេះយើងចូលដល់លំហាត់បន្តរបស់យើងលំហាត់ទី4នេះលំហាត់ចុងក្រោយរបស់យើងដាក់ប៉ុណ្ណឹងមកតម្លាក់ខ្លួនចោលយើងអង្គុយលើកអីក៏បានដែរប៉ុណ្នេះទៀតណាទៀតបាទទៀតណាបាទតោះទៀតណាបាទទៀតណាទៀតមកទៀតណាអូខេសម្រាប់អបអរសាទរចប់លំហាត់បរិញ្ញាបត្ររបស់យើងនៅក្នុងវីដេអូនេះខ្ញុំមាន4សម្រាប់ការពុតពេនចង្កេះពធូចង្កេះនៅជំវិញចង្កេះរបស់យើងដើម្បីឲ្យវាមានចលនាបត់បែនស្រួលងាយស្រួលនឹងយើងធ្វើលំហាត់ប្រាណបន្តទៀតដើម្បីពង្រឹងនៅម្ដុំចង្កេះដើម្បីកាត់បន្ថយនៃការឈឺចុករោចង្កេះនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើលំហាត់ប្រាណទាក់ទងទៅនឹងចង្កេះបន្តទៀតប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងជាចុងក្រោយកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់អ្នកដទៃម្នាក់មួយនិង Subscribe នៅ Channel របស់ខ្ញុំបាទបាយបាយជួបគ្នានៅវីដេអូក្រោយ